ជាបឋមនេះខ្ញុំសូមគោរពជំរាបសួរអ្នកគ្រូនិងសិស្សអិនរុនស្រាទាំងអស់គ្នាជាទីគោរពនៅរំអាននេះខ្ញុំឈ្មោះលីសុមនីមានអាយុ8ឆ្នាំរៀននៅថ្នាក់ទី3ខ2នៃសាលាបាទីអង្គរជាតិសាខាទី9នៃសាខាស្ទងមានចិត្តថ្ងៃនេះអ្នកគ្រូខ្ញុំមកនិយាយជាសាធារណៈក្រោមប្រធានបទមួយតើការហាត់ប្រាណផ្ដល់ផលប្រយោជន៍អ្វីខ្លះដើម្បីជាស្ពានឈានទៅដល់ការបកស្រាយប្រធានបទអនុញ្ញាតឲ្យលោកខ្ញុំបញ្យល់នៅពេលគាត់លើកជាមុនសិនបើយោងតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជជួនណាតបានលំហាយ៉ាងច្បាស់ថាពាក្យហាត់ប្រាណថ្នាក់ពាក្យជាកិរិយាសព្ទហាត់ខ្លួនឲ្យថ្នាក់បង្វិលខ្លួនហាត់ឲ្យយឺតសរសៃទី2ប្រយុទ្ធថ្នាក់ពាក្យជានាមដំណើរដែលគួរប្រកបអ្វីៗដែលគេត្រូវការដែលប្រកបទៅដែលកើតការក្រោយពីការពន្យល់អំពីគន្លឹះរបស់បញ្ចប់អនុញ្ញាតឲ្យរូបខ្ញុំបកស្រាយប្រធានបទរបស់ខ្ញុំដូចតទៅការហាត់ប្រាណផ្ដល់ផលប្រយោជន៍ដូចជាមានសុខភាពល្អបញ្ញាឆ្លាតវៃរាងកាយមាំមួនឆ្នះជំងឺផ្សេងៗកាត់បន្ថយជំងឺថប់អារម្មណ៍បង្កើតការចងចាំសរុបសេចក្តីមកការហាត់ប្រាណផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់យើងទាំងអស់គ្នាទាំងសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃស្ដាប់ការបកស្រាយប្រធានបទរបស់ខ្ញុំតាំងពីដើមដល់ចប់ខ្ញុំសូមឲ្យអ្នកគ្រូមានសុខភាពល្អនិងមិត្តរួមថ្នាក់រៀនកាន់តែធំកាត់ព្រមទាំងជួបប្រទះនូវពុទ្ធពរទាំង4ប្រការនោះគឺអាយុវណ្ណៈសុខៈពលៈ